ម្ចាស់ហាងទូរស័ព្ទជេរវីរៈកងតបកប់កមាត់នឹងឲ្យតគ្នាចាំខ្ញុំដាក់វីដេអូឲ្យមើលធ្វើបនម៉ែឯងទៅណាអញអត់មានចង់បានទូរស័ព្ទឯងម្ដងនឹងទេណាជេរដល់ម្ដាយអាត្រូវគ្រាប់ផ្លោងអាវ៉ាន់ឯងផ្ញើមកខាងអញទំដកបានព្រលឹមឡើងមកស្រាប់បន្តដល់គ្នាឆាតមកមើលនៅបានម៉ាននេះ QR បាញ់មកបាញ់តពោកម៉ែឯងអីគេប្រាប់បុគ្គលិកអញឆ្លើយទៅវិញឯតាបងមេអត់តន់មើលទេអូស៊ីកុំធ្វើបាបគ្នាអូស៊ីឲ្យត្រង់ខ្ញុំត្រង់ហេឯងនិយាយចឹងបានន័យថាមិនអាចចៃម្ដាយក្រោយផ្ទុះវីដេអូជេរប្រមាថពេលនេះម្ចាស់ហាងទូរស័ព្ទមកនឹងឲ្យតគ្នានេះគឺជាសម្ដីរបស់ម្ចាស់ page ដែលមានឈ្មោះថា Mr. H8 Gaming ហ្នឹងឯង page មួយនេះហ្នឹងឯង page មួយហ្នឹងឯងដើមហេតុហ្នឹងគឺបងវីរៈកងតបហ្នឹងគឺទិញទូរស័ព្ទពីម្ចាស់ page មួយហ្នឹងទិញតាមអនឡាញណាប៉ុន្តែពេលដែលផ្ញើឲ្យបានទៅដល់ហើយទូរស័ព្ទហ្នឹងប្រើអត់កើតទេហើយបងវីរៈកងតបហ្នឹងក៏បានផ្ញើទូរស័ព្ទឲ្យម្ចាស់ហាងហ្នឹងវិញហ្នឹងហើយក៏សុំលុយសុំអីវិញចឹងហ្នឹងហើយប៉ុន្តែមើលសម្ដីម្ចាស់ហាងដែលគេឆ្លើយជាមួយវីរៈកងតបរឿងសងលុយសងអីអាហ្នឹងយើងនិយាយតាមស្រួលទៅហើយចាំបាច់និយាយឌីលដល់ម្ដាយរបស់គេហ្នឹងហើយមិនឌីលដល់មនុស្សធម្មតានេះវីរៈកងតបដែលគេការពារព្រំដែនណាហើយលេងដាក់មកទៅហឹងអញ្ចឹងហើយទឹកគ្នាទៅធ្វើអីខុសគាត់ទិញទូរស័ព្ទប្រើមិនកើតហើយសុំដូរយកលុយវិញនេះវាខុសអីកន្លែងណាខ្លាំងណាស់ហ្នឹងហើយឥឡូវនេះគឺរឿងមួយហ្នឹងកំពុងផ្ទុះ viral មែនទែននៅក្នុងបណ្ដាញសង្គមហើយក៏ម្នាក់ស្រីហ្នឹងក៏ចេញមកសុំទោសដែរប៉ុន្តែសម្រាប់ខ្ញុំគឺគាត់ថាដូចមិនបាច់សុំទោសអីទេណោះហ្នឹងហើយបងសមត្ថកិច្ចក៏ចាត់ចែងតាមផ្លូវច្បាប់ចឹងទៅហើយទាំងអស់គ្នាអ្នកដែលស្គាល់ page មួយហ្នឹងក៏បើថាត្រូវប្លុកក៏ប្លុកចោលទៅហើយបើថាអ្នកដែលចង់ទិញទូរស័ព្ទក៏ជៀសវាងពី page មួយហ្នឹងទៅប្រយ័ត្នមានរឿងដោយបងវីរៈកងតបដល់វីរៈកងតបការពារព្រំដែនគេនៅតែ deal ប៉ុណ្ណឹងហើយចុះត្រឹមយើងមនុស្សធម្មតាធ្វើការធម្មតារោងចក្របុគ្គលិកធម្មតាចុះគេ deal ប៉ុណ្ណាទៅអីគេព្រឹកឡើងមក8មិនតាន់ទេឆាទៅទាំងព្រឹកចឹងមិនយកអីគេយករាសីតាមហុងស៊ុយខ្សែចិនមែនខ្សែចិនគេប្រាប់ថាព្រឹកឡើងមកឲ្យជីងលុយជីងពីផ្ទះចឹងមែនហេវាជ្រុលពេកហេ